មេងស្រីតូចបានដឹងភ្លាមថាថ្នាំពុលដ៏ចម្លែកដែលប៉ាប្រធានក្រុមហ៊ុនមាននៅលើខ្លួនគឺមានជាប់ពាក់ព័ន្ធនឹងកង្កែបដែលនៅផ្ទះដូច្នេះនាងមិនខ្វល់ពីការហាមឃាត់របស់យាយទូតឡើយហើយបានបោះចោលកណ្ដូបមាសដែលមានតម្លៃរាប់លានឲ្យបែកខ្ទេចខ្ទាំភ្លាមស្រាប់តែឃើញផ្សែងខ្មៅជាច្រើនបានផុសចេញពីកណ្ដូបមាសនោះភ្លាមលោកយាយទើបតែដឹងខ្លួននៅពេលនោះថាអ្វីដែលចៅស្រីនិយាយគឺពិតទាំងអស់ប៉ុន្តែក្មេងស្រីបាននិយាយថានេះគឺជាកណ្ដូបមាសមួយគូហើយមានតែរកកណ្ដូបមាសញីឃើញទេទើបថ្នាំពុលរបស់ប៉ាអាចរលាយបាត់ទៅបានពេលនោះអាប់ខ្មៅហាក់ដូចជាខ្លាចក្មេងរីដែលនៅពីមុខវាណាក៏បានរត់គេចខ្លួនយ៉ាងភ័យស្លន់ស្លោទៅបន្ទប់មួយទៀតក្មេងស្រីក៏បើកទ្វារបន្ទប់ហើយអ្វីដែលលេចឡើងនៅពីមុខគឺទូសៀវភៅមួយនាងបានមើលឃើញភ្លាមថាសឹងថ្មនៅពីលើទូសៀវភៅមានស្នាមគេប៉ះពាល់ដូច្នេះផ្អែកលើបទពិសោធន៍ជាច្រើនឆ្នាំនាងក៏បង្វិលបានរកឃើញសត្វកណ្ដូបមាសញីពណ៌ក្រហមមួយក្បាលដែលត្រូវបានថ្វាយនៅលើធ្នូនាងដឹងថាមាននរណាម្នាក់កំពុងព្យាយាមបង្កគ្រោះថ្នាក់ដល់លោកប្រធានាធិបតីជាឪពុកដល់ចេតនាដូច្នេះក៏បានយកសត្វកណ្ដូបមាសនោះគប់បំបាក់លើដីយ៉ាងខ្លាំងជាមួយនឹងការបាត់ទៅវិញនៃផ្សែងខ្មៅសំឡេងដ៏គួរឲ្យខ្លាចក៏បានបន្លឺឡើងពីខាងក្រៅលោកជំទាវថ្នាំពុលរបស់ក្មេងប្រុសហាក់ដូចជាថយចុះច្រើនហើយមូលហេតុដែលក្មេងស្រីតូចមានសមត្ថភាពដ៏អស្ចារ្យបែបនេះគឺដោយសារតែនាងគឺជាអវតារនៃសិស្សរបស់ព្រះពោធិសត្វគង់ស៊ីអ៊ីមហើយអ្នកណាដែលបានឃើញព្រះពោធិសត្វនៅពេលនេះនឹងទទួលបាននូវការការពារពីព្រះពោធិសត្វរលូនគ្រប់យ៉ាងជួបលាភជ័យជោគជ័យរាប់រយយ៉ាងទោះបីជាក្មេងស្រីនោះនៅតូចក៏ពិតមែនតែនាងញ៉ាំច្រើនអាហារនីមួយត្រូវតែញ៉ាំនំប៉ាបធំ18នាងបានស៊ីរហូតដល់វត្តតាជិនក្រីក៏គ្រូគ្មានជំរឿក្រៅពីនាំនាងចុះពីភ្នំដើម្បីស្វែងរកឪពុកបង្កើតតែបានរកឃើញថាគ្រូសាត្រកូគូដែលជាមហាសេដ្ឋីលំដាប់ទី1នៅទីក្រុងកំពុងរៀបចំពិធីជប់លៀងសប្បុរសធម៌ហើយមហាសេដ្ឋីរូបនេះមានចិត្តសប្បុរសដោយព្រះពោធិសត្វនិងមានទ្រព្យសម្បត្តិរាប់សិបពាន់លានគ្រាន់តែទទួលស្គាល់គាត់ជាឪពុកនោះអាចញ៉ាំឆ្ងាញ់ដោយមិនបារម្ភមិនដឹងថាប្រធានក្រុមហ៊ុនដែលកាចសាហាវគ្មានមេត្តានិងខូខើម្នាក់នេះបានធ្លាក់ក្នុងពលយ៉ាងធ្ងន់ធ្ងរតាំងពីក្មេងមានតែគ្រូពេទ្យដ៏ល្បីល្បាញពីភ្នំគុនលុនប៉ុណ្ណោះដែលមានវិធីបន្សាបជាតិពុលដូច្នេះហើយទើបគាត់បានប្រកាសរកគ្រូពេទ្យពូកែពីគ្រប់ទីដោយប្រកាសថាគ្រាន់តែបន្សាបជាតិពុលបាននឹងទទួលបានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ជាលទ្ធផលក៏បានតាក់ទាញពួកអ្នកបោកប្រាស់ជាច្រើននៅចំពោះមុខពួកគ្រូពេទ្យអសមត្ថភាពដែលបោកប្រាស់គេទាំងនេះប្រធានក្រុមហ៊ុនបានបញ្ជាឲ្យគេកាត់ដៃពួកគេចោលភ្លាមដូច្នេះនៅពេលដែលក្មេងស្រីបានទៅរកគាត់ហើយចង់ហៅគាត់ថាប៉ាគាត់ក៏បានសន្និដ្ឋានថាក្មេងស្រីនេះក៏មកបោកប្រាស់លួចគាត់ដែរនាងជាអ្នកបោកប្រាស់តូចដោយយល់ថានាងនៅជាក្មេងថ្ងៃនេះខ្ញុំនឹងលែងនាងហើយនាងជាអ្នកបោកប្រាស់តូចដោយយល់ថានាងនៅជាក្មេងថ្ងៃនេះខ្ញុំនឹងលែងនាងហើយ